Chà, số đây con ngày nay dương chụp ni cho mùi năng video muối đài chia ประเภท ជំនួសចំណាយបំពេញចន្លោះសម្រាប់ត្រៀមប្រឡងប្រចាំខែឧសភានេះគីមីថ្នាក់ទី11ចាមេរៀនទី1រូបមន្តនិងបរិមាណក្នុងគីមីចាសំណួរសួរថាតើរូបមន្តគីមីប្រាប់យើងឲ្យដឹងអំពីអ្វីខ្លះចារូបមន្តគីមីប្រាប់យើងឲ្យដឹងអំពីចំនួនធាតុដែលចូលផ្សំនិងចំនួនអាតូមនៃធាតុនីមួយៗពីរដូចហៅថាវ៉ាឡង់វ៉ាឡង់គឺជាលទ្ធភាពចូលផ្សំរវាងអាតូមឬរ៉ាឌីកាល់ជាមួយនឹងធាតុដទៃចា3ដូចហៅថារ៉ាឌីកាល់គឺជាក្រុមអាតូមដែលចូលរួមក្នុងរូបមន្តម៉ូលេគុលនៃអង្គធាតុសមាសមួយចំនួនចាលេខ4សមាសភាពសតភិនៃធាតុគឺជាភាគរយនៃធាតុដែលមានក្នុងសមាសធាតុមួយ5សមាសធាតុអ៊ីដ្រាតេជាសមាសធាតុទាំងឡាយណាដែលមានទឹកក្នុងម៉ូលេគុលវាចា6សមាសភាពជាម៉ាសនៃធាតុបង្កនីមួយៗក្នុងម៉ាសនៃភាគសំណាក់នៃសមាសធាតុមួយចាឧទាហរណ៍ក្នុងទឹកចឹងតើមានម៉ាសប្រមាណក្រាមមានអុកស៊ីសែនប្រមាណក្រាមរូបមន្តងាយគឺជារូបមន្តដែលបង្ហាញពីសមាមាត្រចំនួនអាតូមដែលជាចំនួនគត់តូចបំផុតនៃធាតុបង្កនីមួយៗក្នុងសមាសធាតុនោះឧទាហរណ៍រូបមន្តងាយរបស់អ៊ីត្រូកាប៊ូCHអ៊ីក្រិចយើងមានរូបមន្តងាយវាគឺ CH ហើយយើងដាក់មុខកញ្ចក់មក N ហ្នឹងនៅរូបមន្តងាយ C មានសន្ទុះ1 H មានសន្ទុះ1ចាពេលខ្លះរូបមន្តងាយអាចដូចជារូបមន្តម៉ូលេគុលដែរតមកទៀតលេខ8យើងនិយាយពីម៉ាសជាក់ស្ដែងឬក៏ម៉ាសពិតតកតងទៅនឹងទិន្នផលនៃប្រតិកម្មចាម៉ាសជាក់ស្ដែងគឺជាអ្វីម៉ាសជាក់ស្ដែងជាបរិមាណជាម៉ាសនៃផលិតផលដែលទទួលបានតាមពិសោធន៍ចាទទួលបានជាក់ស្ដែងតាមពិសោធន៍ហៅថាម៉ាសជាក់ស្ដែងអញ្ចឹងម៉ាសជាក់ស្ដែងគឺបរិមាណជាម៉ាសនៃផលិតផលដែលទទួលបានតាមការគណនាតាមសម័យកាលអញ្ចឹងយើងគណនាតាមសម័យកាលពីម៉ាសរបស់ផលិតករអានេះហៅថាម៉ាសជាក់ស្ដែងដល់ពេលម៉ាសដែលគេឲ្យដែលគេទទួលបានតាមពិសោធន៍គេហៅថាម៉ាសជាក់ស្ដែងលេខ10ទិន្នផលនៃប្រតិកម្មមួយគឺជាផលធៀបរវាងម៉ាសជាក់ស្ដែងនិងម៉ាសទ្រឹស្ដីគុណនឹង100គឺយើងនិយាយថា AD ស្មើម៉ាសកកើតជាក់ស្ដែងគុណ100ចែកនឹងម៉ាសកកើតតាមទ្រឹស្ដីហ្នឹងគឺជាទិន្នផលនៃប្រតិកម្មចាអញ្ចឹងយើងចាំជួបគ្នាជាមួយនឹងវីដេអូក្រោយៗមកទៀត